លោកលោកស្រីនៅនាងកញ្ញាជាទីមេត្រីតទៅនេះសូមគោរពអញ្ជើញលោកអ្នកតាមដានទស្សនាព័ត៌មានសេដ្ឋកិច្ចម្ចាស់មេដាយមាសកីឡាអាស៊ីរបស់កម្ពុជាក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈឯកសិទ្ធិតំណាងក្រុមហ៊ុន Cellcard ជាផ្លូវការថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់កញ្ញាសនស៊ីមីម្ចាស់មេដាយមាសកីឡាអាស៊ីរបស់កម្ពុជាក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈឯកសិទ្ធិតំណាងក្រុមហ៊ុន Cellcard ជាផ្លូវការឯកឧត្តមថងខុនរដ្ឋមន្ត្រីក្រសួងទេសចរនិងជាប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានមានប្រសាសន៍ថាក្រុមហ៊ុន Cellcard គឺជាគំរូដ៏ល្អដែលក្រុមហ៊ុនដទៃគួរធ្វើតាមពីព្រោះសកម្មភាពនៅពេលនេះបានបង្ហាញយ៉ាងច្បាស់ចំពោះស្មារតីជួយលើកស្ទួយវិស័យកីឡាជាតិឲ្យកាន់តែមានសក្តានុពលបន្ថែមទៀតនិងជំរុញឲ្យយុវជនជំនាន់ក្រោយបង្កើនការខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីស្វែងរកមេដាយនៅលើឆាកអន្តរជាតិជូនប្រទេសជាតិកម្ពុជាផងដែរនេះឱកាសនោះលោកអៀនវ៉ាត់សុននាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានឲ្យដឹងថាក្រុមហ៊ុនលោកពិតជាមានមោទនភាពណាស់ដែលបានកញ្ញាសនស៊ីមីធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈតំណាងឲ្យក្រុមហ៊ុនរបស់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Cellcard រូបនេះបានសង្កត់ធ្ងន់ថាក្នុងនាមជាក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាយើងមានមោទនភាពណាស់ចំពោះកញ្ញាសនស៊ីមីហើយយើងសង្ឃឹមថាទង្វើនេះនឹងជួយបំពេញក្តីសុបិនរបស់កញ្ញាដែលក្លាយជាកម្លាំងចលករបំផុសស្មារតីយុវជនដទៃទៀតដែលមានឆន្ទៈមោះមុតដើរតាមគន្លងរបស់កញ្ញាសនស៊ីមីដើម្បីនាំយកមេដាយមកជូនជាតិមាតុភូមិនិងលើកកម្ពស់កិត្យានុភាពប្រទេសជាតិក៏ដូចជាប្រជាជនកម្ពុជាគូបញ្ជាក់ថាក្រុមហ៊ុន Cellcard ក៏បានឧបត្ថម្ភដល់កញ្ញាសនស៊ីមីជាទឹកប្រាក់ចំនួន$20,000អាមេរិករួចមកហើយសម្រាប់ការសាងសង់អគារសាលាហ្វឹកហាត់តៃក្វាន់ដូមួយដើម្បីឲ្យកីឡាការិនីដែលកែប្រវត្តិសាស្ត្រកម្ពុជាក្នុងការប្រកួតកីឡាជើងឯកប្រចាំទ្វីបអាស៊ីរូបនេះធ្វើការបង្ហាត់បង្រៀនដល់ក្មេងជំនាន់ក្រោយៗទៀតទម្លាប់ល្អ7យ៉ាង